River ចូលចេញមកខាងមុខសំណេរអំពីការកែតម្រង់ច្បាប់នៃអង្គរ Alden នេះល្អឥតខ្ចោះណាស់ River ជាសិស្សរបស់មន្ត្រីរូបណាទូបង្គំមានកំណើតពីគ្រួសារសាមញ្ញកំណើតទាបមិនមែនជារឿងគួរខ្មាស់អៀនឡើយអាចប្រឡងជាប់ដោយគ្មានអ្នកជួយជ្រោមជ្រែងបញ្ជាក់ថាមានសមត្ថភាពពិតប្រាកដព្រះរាជបញ្ជាពីព្រះមហាក្សត្រ River ជាជ័យលាភីលេខ1មានកំណើតពីគ្រួសារសាមញ្ញខិតខំប្រឹងពាក់ខ្លួនឯងមិនចុះចាញ់ឧបសគ្គតែងតាំងជាមន្ត្រីថ្នាក់ទី5កាន់តំណែងទីប្រឹក្សារាជការទទួលព្រះរាជបញ្ជាសូមអរព្រះគុណព្រះមហាក្សត្រទូបង្គំទទួលព្រះរាជបញ្ជាសូមអរព្រះគុណចំពោះព្រះរាជអំណោយគណៈប្រតិភូនកោខាងជើងមកទស្សនកិច្ចអង្គរ Alden ម្ដងទៀតហើយ William Miller បានទៅចូលរួមជាមួយអង្គរខាងជើងមិនត្រឹមតែក្បត់នគរ Alden ប៉ុណ្ណោះទេលើកនេះគាត់ថែមទាំងជាបេសកជននៃគណៈប្រតិភូទៀតច្បាស់ជាមានផែនការអ្វីមិនល្អលើកនេះយើងប្រគល់ឲ្យលោកទទួលបន្ទុកទទួលស្វាគមន៍គណៈប្រតិភូព្រះមហាក្សត្រទូបង្គំលោកយាយតបចាស់បានទទួលមរណភាពហើយឥឡូវគ្មានអ្នកការពារលោកទៀតទេ Gideon កុំធ្វើឲ្យយើងខកបំណងម្ដងទៀតថ្ងៃនេះ Gideon និង River ទទួលបានតំណែងមន្ត្រីហើយ Fleur បានរៀបចំម្ហូបពិសេសអបអរសាទរមកជប់លៀងទាំងអស់គ្នាប្រញាប់ឡើងអ្នកទាំងអស់គ្នាឪពុករបស់អ្នកត្រឡប់មកវិញហើយអ្វី William Miller គាត់មិនមែនជាជនក្បត់ជាតិទេគាត់នឹងតំណាងឲ្យនគរខាងជើងដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅនគរ Alden នគរខាងជើងមកដល់ហើយពួកគេទឹកចិត្តមកដល់ហើយរត់ទៅចាំពាក្យម៉ែដោះឲ្យច្បាស់បំភ្លេចថាខ្លួនជាព្រះអង្គម្ចាស់នៃនគរខាងជើងទៅហើយរស់នៅដោយលក្ខអត្តសញ្ញាណរត់ទៅវាមានរឿងអ្វីគ្មានអ្វីទេគ្រាន់តែ River ទើបទទួលបានតំណែងមន្ត្រីបើព្រះមហាក្សត្រ Alden ដឹងថាឪពុករបស់ River ជាជនក្បត់តែយើងត្រូវធ្វើដូចម្តេចកុំបារម្ភរឿងនេះមិនចាំបាច់ឲ្យអ្នកចូលពាក់ព័ន្ធទេ Gideon និងខ្ញុំនឹងដោះស្រាយដោយខ្លួនឯង William Miller ឲ្យមិនមកមុនក៏មិនមកក្រោយចំពេលបងប្អូនយើងទើបតែចាប់ផ្ដើមមានជីវិតសុខសាន្តបែរជាត្រឡប់មកវិញខ្ញុំមិនឲ្យគាត់មកបំផ្លាញអ្វីដែលយើងខំកសាងទុកឡើយសូមគោរពព្រះអង្គម្ចាស់ Gideon សូមស្វាគមន៍បេសកជនកោខាងជើងនេះជាព្រះអង្គម្ចាស់ស្រីរបស់ខ្ញុំព្រះអង្គម្ចាស់ស្រីមើលទៅស្រដៀងនឹងមនុស្សម្នាក់ណាស់មិនដឹងនាមត្រកូលអ្វីខ្ញុំឈ្មោះ Chloe Miller នេះនាងគឺជាកូនស្រីរបស់ខ្ញុំលោកនិយាយអ្វីហ្នឹងខ្ញុំជាប្រជាជននៃនគរ Alden ធ្វើម៉េចអាចជាកូនស្រីរបស់លោកបានយប់ជ្រៅហើយព្រះមហាក្សត្រកំពុងរងចាំលោកចូលទៅខាងក្នុងចុះចូលមួយគឺខ្ញុំស្រវឹងហើយលោករដ្ឋមន្ត្រី Miller និងព្រះអង្គម្ចាស់ស្រីរបស់ Gideon មើលទៅស្រដៀងគ្នាខ្លាំងណាស់ពិតជាស្រដៀងមែនហើយអ្នកទាំងពីរនេះក៏មានទម្រង់មុខស្រដៀងបេសកជនកោខាងជើងដែរចៃដន្យពេកហើយភរិយារបស់ខ្ញុំគ្រាន់តែជាកូនស្រីជនបទប៉ុណ្ណោះប្រហែលជាលោកមន្ត្រីទាំងឡាយសរសើរនាងហួសពេកហើយទៅស៊ើបប្រវត្តិព្រះអង្គម្ចាស់ស្រីថ្មីរូបនេះមកមិនដឹងបេសកជនកោខាងជើងមង្គល Alden លើកនេះមានបំណងអ្វីព្រះមហាក្សត្រទូបង្គំមង្គល Alden ដើម្បីស្វែងរកព្រះអង្គម្ចាស់ដែលបានបាត់ខ្លួននៃនគរខាងជើងកាលពី5ឆ្នាំមុននគរខាងជើងកើតចលាចលព្រះអង្គម្ចាស់តែមួយអង្គត់នៃនគរខាងជើងត្រូវម៉ែដោះនាំរត់គេចមកសុំជ្រកកោនក្រោយមកពួកយើងបានប្រទះឃើញសពអ្នកមេដោះនៅក្នុងនគរ Alden ដូច្នេះព្រះអង្គម្ចាស់ប្រកាសជាស្ថិតនៅកន្លែងណាមួយក្នុងនគរ Alden ល្អណាស់យើងនឹងបញ្ជូនមនុស្សទៅជួយស្វែងរកភ្លាមអរគុណព្រះករុណា Leo គឺជាព្រះអង្គម្ចាស់នៃនគរភាគខាងជើងក្រោកឡើងប៉ុន្មានឆ្នាំមកនេះខ្ញុំស្មោះត្រង់ចំពោះបងប្អូនគ្រប់យ៉ាងហេតុអ្វីធ្វើបែបនេះដាក់ពួកយើងមានរឿងអ្វី Chloe ហេតុអ្វី Leo
គេមិនមែនលេអូទេគេជាព្រះអង្គម្ចាស់នៃនគរភាគខាងជើងគេបានបោកពួកយើងរហូតមកមិននឹកស្មានថាមកដល់អាល់ដេនវិញខ្ញុំរកឃើញទាំងព្រះអង្គម្ចាស់និងកូនទាំង3របស់ខ្ញុំក្នុងពេលតែមួយលោកមិនមែនជាឪពុករបស់ពួកយើងទេឪពុករបស់ពួកយើងបានស្លាប់តាំងពី8ឆ្នាំមុនកូនដឹងអ្វីខ្លះនៅតំបន់ព្រំដែនដ៏លំបាកនោះមនុស្សរស់នៅស្ទើរមិនបានបើមិនបានឧត្តមសេនីយ៍ស្ទឺលីងឲ្យបាយក្តៅមួយពេលទេខ្ញុំប្រហែលស្លាប់បាត់ទៅហើយម្ដាយក៏ស្លាប់ដែរលោកសុកចិត្តក្បត់អាល់ដេនក៏មិនព្រមត្រឡប់មកមើលនាងមិនគួរស្លាប់បែបនោះទេខ្ញុំរត់គេចពីនគរភាគខាងជើងបានតែពាក់កណ្ដាលឆ្នាំបើមិនមែនស្រីកំណាចនោះមិនឲ្យខ្ញុំនៅផ្ទះដោយខ្លាចខ្ញុំទាញទម្លាក់អនាគតរបស់ពួកកូនតើខ្ញុំអាចត្រូវគេចាប់វិញដែរឬថ្ងៃនេះពួកកូនទាំង3មានជីវិតល្អក៏ព្រោះខ្ញុំវីលៀមមីលូបានលះបង់ខ្លួនឯងដើម្បីឲ្យគ្រួសារបានជួបជុំគ្នាវិញ